Nè máy mà đây thế aiบอกbàនឹងចិញ្ចាំងទៅមើលឯងចាប់ដៃរបស់ម៉ែចាប់ដៃឲ្យធ្វើអីទៅខ្ញុំស្មានមកដល់ថាអ្នកម៉ែប្រាស់កម្លាំងខ្លាំងយ៉ាងនេះទៅជាចង់ឃើញម៉ែស្លាប់មែនទេបងថ្លៃសម្លឹងមើលពួកយើងទៀតហើយអីយ៉ាព្រះអើយលោកស្រីសំដែងលោកម្ចាស់អាចជឿដែរទេតែបាច់តែលពកមានចិត្តស្លូតបូនតែក៏ស្ងប់ឆ្លងកាត់សមរភូមិសម្រាប់សត្រូវរាប់មិនអស់ដែរមិននឹងអាចឲ្យស្នេហ៍ទាំងអស់នេះបោកប្រាស់បានទេអ្នកម៉ែប៉ុន្មានឆ្នាំនេះនៅក្បែរខ្លួនអ្នកម៉ែរហូតស្នេហ៍មួយណាក៏ស្ទាត់ជំនាញដែរប្រកួតជាមួយនឹងលោកជីមិនអាចចាញ់ទេអើយយ៉ាកូនអាកតញ្ញូអើយខ្ញុំក៏មានសមត្ថភាពជួយលោកទេខ្ញុំពិបាកណាស់ពិបាកមែនតើពិបាកណាស់លោកមេតូបងថ្លៃបងក៏ធ្វើឲ្យអ្នកម៉ែពិបាកហើយណាយ៉ាងណាក៏ជាគ្រួសារតែមួយដែរពិបាកយ៉ាងណាក៏ត្រូវទៅជួយលោកពូតង់ចេញមកសិនដែរលោកមេតបរបស់ខ្ញុំគេលុតជង្គង់សំពះអ្នកម៉ែអូនថ្លៃនៅមិនឆាប់ថយចេញទៀតឬមួយក៏ចង់ទទួលយកការគោរពនេះដែរឯងមិនក៏អាចទទួលយកការគោរពពីប្រុសធំម៉ែបានទៅថយចេញធ្វើស្អីហ្នឹងចង់ផ្សាយចំអកយើងហីមកពីខ្ញុំធ្លាប់និយាយប្រាប់វាយហើយមនុស្សលោកពូនេះដៃជើងមិនស្អាតទេលំពកសំចកនប្រាប់បង្ការរបស់លោកយាយមែនសម្ដែងដូចជាការប៉ាត់ខ្លាំងណាស់តែនេះក៏សំជាកូនស្រីបង្ការរបស់លោកម្ចាស់ដែរមិននឹងអាចត្រូវគេចាប់បានទៅមិនអាចទៅម្ដាយឯងគួរអាណិតខ្លាំងណាស់បងប្អូនរបស់អ្នកម៉ែខ្លះស្លាប់អ្នកខ្លះបែកបាក់គ្នានៅសល់តែលពូឯងដែលជាប្រឡូកមួយនេះប៉ុណ្ណោះបើកុំតែជីវភាពរបស់គេលំបាកមិននឹងអាចមានចរិតចេះកេងចំណេញគេបែបនេះទៅពុកលោកទេយកប្រាក់នៅក្នុងសម្រាប់របស់ពួកយើងទៅផ្ទះលពូទាំងអស់ទៅរឿងនេះត្រូវហើយអាយ៉ាក្មួយប្រុសតាមប៉ុតឯងជួយលោកពូឯងនោះគឺជួយម្ដាយឯងដែរហើយពួកយើងជាគ្រួសារតែមួយកាត់គ្នាមិនដាច់ទេមិនជួយទេតែមិនអាចជួយលីពូអ៊ីបណ្ឌៈនេះគឺជាស្ដេចយមរាជមុខដៃហើយបើគុំទៅខ្ញុំសាគុណសម្បត្តិត្រឡប់មករាជធានីវិញប្រហែលថ្ងៃមុនសុំមិនដល់ខ្ញុំក៏គេហ៊ានចាប់ដែរខ្ញុំមិនដឹងហ៊ានទៅវងទេអាយ៉ាអាកូនអាកតញ្ញូឯងនេះឯងគឺបើកភ្នែកសម្លឹងមើលលោកពូឯងទៅស្លាប់ហើយហ៎មែនហើយល្អពេលនេះម៉ែនឹងទៅប្តឹងព្រះអង្គថាឯងអាកតញ្ញូម៉ែឮថាព្រះអង្គបច្ចុប្បន្នមានកតញ្ញូតាធម៌ខ្លាំងណាស់មន្ត្រីណាដែលត្រូវគេប្តឹងថាអាកតញ្ញូបើស្រាលគឺបណៃប្រាក់វាយនឹងដំបងបើធ្ងន់គឺដកតំណែងចាំមើលឯងខ្លាចដែរទេអ្នកម៉ែដឹងថាតោក្បាត់តោធំកណាត់ដែរទេគឺត្រូវគេវាយដាប់ដំបងតំណែងគឺជារឿងតូចតាចបើត្រូវកាត់ក្បាលអ្នកម៉ែគួរធ្វើយ៉ាងម៉េចល្អទេកាត់ក្បាលទៀតហ៎អើយយ៉ាគ្មានអ្នកណានិយាយទេអ្នកម៉ែទៅប្តឹងចុះបើព្រោះតែមិនព្រមធ្វើតាមទូឲ្យលោកពូភាពអកតញ្ញូបែបនេះទោះបីជាតែប្តឹងស្ដេចក៏ខ្ញុំមិនខ្លាចដែរពេលនេះឯងធ្វើជាមន្ត្រីហើយឯងយកច្បាប់នគរមកគៀបសង្កត់ម៉ែចាប់ពីថ្ងៃនេះទៅម៉ែគឺមិនហូបមិនផឹកទេអ្នកនាងថាលោកស្រីពិតជាចង់ស្លាប់មែននេះខ្ញុំផ្ដល់ជាមួយឯងយ៉ាងម៉េចទេ10ថ្ងៃកន្លះខែមិនស្លាប់ទេមើលភាពអ៊ូអរឆ្អែតហើយណែមិននឹងអាចឆ្អែតទេពេលនេះគ្រាន់តែជាទឹកទី1តែប៉ុណ្ណោះ
ខ្ញុំសូមគោរពអ្នកម៉ែតែអ្នកនាងត្រូវខ្យល់ត្រជាក់ពេកមែនទេប្រហែលជាមិញចេញមកយកខ្យល់អាកាសត្រូវខ្យល់បក់ខ្លាំងពេកហើយអ្នកម៉ែមិនបាច់បារម្ភទេបើមិនស្រួលខ្លួនទៅហើយហេតុអីក៏មិនដេកនៅលើគ្រែអញ្ចឹងខាងក្រៅខ្យល់ខ្លាំងណាស់គួរតែចូលក្នុងបន្ទប់វិញទៅកុំចេញមកទៀតអីដឹងហើយអ្នកម៉ែខ្ញុំស្មានថាឪពុកម្ដាយត្រឡប់មកវិញជីវិតអាចរស់នៅដល់រីករាយបន្តិចពេលនេះមើលទៅគ្មានសេរីភាពដូចពីមុននោះទេតែម្ដាយតឹងតែយ៉ាងណាក៏ល្អជាងម្ដាយមីងដែរអ្នកស្រីក៏អាណិតអ្នកនាងគ្រប់យ៉ាងគឺធ្វើឲ្យអ្នកនាងល្អទីមិនក៏ហក់ខ្ញុំទេយ៉ាងណាក៏ហក់មិនដែរទុកជីវិតឲ្យផងខ្ញុំសារភាពហើយខ្ញុំសារភាពហើយទុកជីវិតឲ្យខ្ញុំផងទុកជីវិតឲ្យខ្ញុំផងតើលោកចង់នាំខ្ញុំទៅណាអាយុមនុស្សម្នាក់នេះមិនស្គាល់កលៈទេសៈអ្នកប្រុសសួរចម្លើយគេបែរជានិយាយកុហកទៅប្រុសអ្នកប្រុសរបស់យើងជាមនុស្សឆ្លាតម្នាក់មិននឹងអាចមើលមិនដឹងល្បិចគេទៅពេលនេះត្រូវទទួលទរណកម្មទៅអូយតើជាទរណកម្មអីទៅគឺយកកំបិតចាក់ចូលក្នុងឆ្អឹងជង្គង់របស់លោកបន្ទាប់មកជីកកកាអូយឈប់នេះជាទៅទោះបីជារួចរាល់ហើយលើកមុនមានមនុស្សម្នាក់មាត់រឹងហើយធ្លាប់ឮពាក្យជួកឡោទេគឺចោះរុនមួយត្រង់ភ្នែករបស់ឯងបន្ទាប់មកយកកឡោមកជួបើទ្វាលោកមានតបលីងលោកមានតបលីងទុកជីវិតឲ្យផងទុកជីវិតឲ្យផងទុកជីវិតឲ្យខ្ញុំលោកមានតបលីងទុកជីវិតឲ្យខ្ញុំផងទុកជីវិតឲ្យខ្ញុំផងទុកជីវិតឲ្យខ្ញុំផងលោកមានតបឆឹងបាំងសុំមកបងខ្ញុំឲ្យដោះស្រាយតាមយុត្តិធម៌ពេលនេះមិនថាលោកមានគំនិតបែបណានោះទេក៏ត្រូវតែអាសាបងទាំងអស់ជាតិនេះខ្ញុំគឺស្អប់មនុស្សកុហកបំផុតបើជួបនឹងមនុស្សដែលកុហកប្រកាសជាស្អប់ខ្ពើមហើយនឹងសម្លាប់ចោលពេលនេះសិភៅបញ្ជីក៏បានត្រៀមកណាត់ត្រកូលកើនៅក្នុងដៃរបស់ខ្ញុំលោកនៅហ៊ាននិយាយលោកមានតបលីងខ្ញុំពិតជាអយុត្តិធម៌មែនសេនាលំចាស់នាំគេទៅតើលោកមានតបលីងខ្ញុំសារភាពខ្ញុំសារភាពខ្ញុំសារភាពអ្វីក៏ខ្ញុំសារភាពដែរសូមតែទុកជីវិតឲ្យខ្ញុំទៅបានលោកមានតបអូនស្រីល្អឲ្យបងមើលបន្តិចមើលឲ្យបងមើលលោកស្រីស្គមដល់ថ្នាក់នេះយ៉ាងចឹងលោកស្រីលោកស្រីលោកស្រីតិចទៀតបងនៅទៅរកលីងពូអ៊ីសួរពីស្ថានភាពរបស់លោកពូឲ្យបានច្បាស់លាស់ក៏អាចឲ្យអ្នកបាយឈប់បករឿងបានដែរ
យ៉ាងណាលោកពូត្រូវនាងនេះប្តឹងទើបជាប់គុកលោកប្តីក៏មិនមែនគ្មានវិធីដែលល្អទាំងសងខាងដែរបងនៅចាំហូរអាយដែរទេបងប្អូនល្អបងប្អូនល្អរបស់អ្នកម៉ែនោះមែនទេអើយខាងក្រៅពោពេញទៅដោយភ្លើងសង្គ្រាមបើគុំតែបងប្រុសធំរបស់លោកស្រីជួយពួកយើងខ្ញុំក៏គ្មានជីវិតមកជួបលោកស្រីដែរយ៉ាហើយនោះខ្ញុំត្រូវពួកចៅឡោមពាត់កំបិតស្ទើរតែពុះលើខ្លួនរបស់ខ្ញុំទៅហើយសំណាងល្អដែលលោកសេនាប្រមុខសម្រុកចូលមកប្រើលំពេងវែងរារាំងកំបិតរបស់ពួកចៅអាវុធរបស់លោកសេនាប្រមុខឆឹងមិនខ្លាំងដូចជាពួកចៅទេលំពេងត្រូវគេកាត់ផ្ដាច់ហើយលោកសេនាប្រមុខឆឹងនៅគ្មានអាវក្រោះទៀតគាត់សុកចិត្តយកខ្លួនប្រាណរបួសទៅដណ្ដើមយកកំបិតវែងពីគេទើបអាចការពារជីវិតរបស់គ្រួសារយើងបានរបួសពេញខ្លួនកូនប្រុសរបួសត្រូវត្រង់ណាទៅដាក់អាវឲ្យម៉ែមើលទៅឡៅទេមិនអីទេអ្វីក៏មានហូរធ្លាប់ឃើញដែរឆាប់ដោះអាវឲ្យប្រុសធំអើយប្រុសធំរបស់ម៉ែឲ្យឯងទៅធ្វើសង្គ្រាមក៏ចង់ឲ្យឯងសង្គុណសម្បត្តិរកប្រាក់ឲ្យម៉ែតែស្មានមិនដល់ថាឲ្យឯងយកជីវិតទៅបដូរនោះទេខ្ញុំមិនដែលល្អខ្ញុំមានតែអាចយកជីវិតទៅបដូរខ្ញុំបានប្រាប់អស់ហើយមើលទៅអាចធ្វើឲ្យអ្នកម៉ែឃើញច្បាស់ពីការពិតបែងចែកខុសនឹងត្រូវបាននៅក្នុងសមរភូមិអាវុធគឺជាជីវិតរបស់លោកមេតបបែរជាមនុស្សចិត្តខ្មៅមួយចំនួនយកអាវុធคล้ายទៅប៉ះត្រូវភ្លាមក៏ហែករហែកខ្ទេចហើយក៏បដូរយកអាវុធល្អចេញទៅលក់គឺពិតជាគ្មានមនសិការមែនលោកស្រីតង់សុំជួបល្អគេមកចំពេលល្អណាស់យើងគេចូលមកចោះចាប្អូនស្រីឯងចេញទៅសម្រាប់សិនចោះអរគុណលោកស្រីអ្នកមីងប្រកាសជាមកធ្វើបាបអ្នកបែព្រោះរឿងរបស់លពូទៀតហើយមកពីខ្ញុំអត់បានការឋានៈទុយទៀបទោះបីជាទៅវ៉លីងពូអ៊ីក៏គេមិនប្រកាសថាលើកលែងឲ្យលពូដែរយកល្អថ្ងៃនេះខ្ញុំទទួលទោសនិយាយថាលោកពូតុងគឺយាមខ្លួនឯងលួចខ្លួនឯងគឺជាបញ្ជារបស់ខ្ញុំឲ្យបន្ទាប់មកខ្ញុំត្រូវគេកាត់ក្បាលបដូរយកលពូតុងមកវិញគ្រួសារឆឹងយើងត្រូវគេបិទចំណាក់ខ្លាំងណាស់គំនិតមួយនេះល្អខ្លាំងណាស់គំនិតនេះពិតជាល្អមែនក្មួយប្រុសជាមន្ត្រីធំទោះបីជាធ្វើខុសកំហុសធំប៉ុណ្ណាក៏ព្រះអង្គអាចអធិស្ឋានឲ្យដែរយ៉ាងច្រើនគ្រាន់តែពិន័យប្រាក់បញ្ចប់រឿងតែប៉ុណ្ណោះបងស្រីខ្ញុំគិតថាគឺឲ្យក្មួយប្រុសទៅទទួលនេះទទួលនោះទៅបានដែរទេអើយស្រីពុយពុលឯងនេះហ៊ានធ្វើបាបកូនប្រុសខ្ញុំផងហេមកសមិញបំពង់ផ្សែងនៅក្នុងផ្ទះមិនចេញផ្សែងខ្ញុំយល់ថាមិនស្រួលនោះទេក៏សុំការណែនាំពីទេវតាគេនិយាយថាគ្រួសារឆឹងយើងច្បាស់ជាត្រូវសាច់ញាតិនាំទុកហើយធ្វើឲ្យគ្រួសារនៅមិនសុខការណែនាំរបស់ទេវតាពិតជាមិនខុសមែនគ្រួសារឆឹងយើងពិតជាត្រូវវិនិច្ឆ័យនៅក្នុងដៃរបស់ឯងមែនពេលនេះសូម្បីតែទៀមកណាត់គោភាសាទី2ក៏ត្រូវគេបាត់ដែរគឺព្រោះតែពួកឯងគ្រួសារពួកឯងម្នាក់សុទ្ធតែមិនជាមនុស្សល្អទេអ្នកបំរើដេញស្រីពឹសពលនេះចេញទៅអ្នកណាហ៊ានឲ្យគេចូលមកខ្ញុំនឹងវាយកំបាក់ជើងរបស់អ្នកនោះបងស្រីគឺគេនិយាយតែខ្លួនឯងទេអើយគឺគេនិយាយតែខ្លួនឯងពាក្យនេះគឺគេនិយាយតែខ្លួនឯងទេ
នេះជាលទ្ធផលដែលអ្នកម៉ែជឿពាក្យសម្ដីរបស់គេអ្នកម៉ែត្រូវមនុស្សដូចជាអ្នកមីងញុះញង់យល់ថាគេទើបជាសាច់ញាតិដែលល្អហើយអ្នកផ្ទះខ្លួនឯងបែរជាត្រូវគេបោកប្រាស់ធ្វើបាបប្រហែលឆ្នាំមកនេះខ្ញុំនឹងយានអ៊ីបដូរជីវិតនៅក្នុងភ្នក់ភ្លើងទើបមានជីវិតស្ងប់សុខឬមួយរឿងទាំងអស់នេះគឺត្រូវបោះបង់ចោលព្រោះតែទូកំហុសរបស់លោកពូម្នាក់នោះមែនទេអត់ទេម៉ែមិនព្រមទេម៉ែមិនព្រមទេលោកស្រីអង្គុយនៅក្នុងបន្ទប់ពេញមួយថ្ងៃហើយប្រាប់ថាមិនមកពិសាបបាយទេអ្នកម៉ែហូបបាយសកម្មតាំងពីដើមមកគឺមិនព្រមហូបបាយប្រហែលជាគិតយល់ហើយទីបំផុតស្ងាត់ស្ងៀមហើយដោយសារតែលោកពូនិយាយពេលសម្ដីចំចម្រៅចិត្តរបស់លោកយាយលំអៀងចិត្តយ៉ាងណាក៏មិនអាចយកអនាគតរបស់ត្រកូលឈឹងទៅបដូរយកជីវិតរបស់លោកតាដែរពេលហូបបាយមិនអាននិយាយស្ដីទេឪពុកម្ដាយពិភាក្សាគ្នាមានអីតេតងនឹងឯងទៅក្រែងមិនតាន់ហូបទេលោកយាយឯងមិនមកហូបបាយក៏មានគុណសម្បត្តិរបស់ឯងដែរល្អហូបបាយទៅលោកបងខ្ញុំស្រាប់តាមស្រួលខ្លួនប្រហែលជាកាពះពោះវាមិនតាន់ជាទេនាងដូចពុកអញ្ចឹងត្រូវគេបន្ទោសនៅពេលហូបបាយឈឺក្រពះមនុស្សទេពក៏និយាយដែរហូបបាយមិនបដៅកូនទេមនុស្សទេម្នាក់ណានិយាយទៅនាវហូបសាច់ឲ្យច្រើនទៅកែងប្រមាណថ្ងៃមុននឹងឃ្លានណាស់ទៅអរគុណលោកបងក្រពះពួកវាមិនល្អកុំហូបសាច់ច្រើនពេកពួកវាក៏ត្រូវការសម្រាប់ដែរអ្នកម៉ែឃ្លានហើយមែនទេមកហូបនំបន្តិចទៅមកខានជួបខ្ញុំជាង10ឆ្នាំហើយមើលតើខ្ញុំមានប្រែប្រួលទេហ៎ខ្ញុំដឹងថាអ្នកម៉ែបារម្ភពីខ្ញុំឯងជាកូនទី1របស់ម៉ែមិននឹងអាចមិនបារម្ភពីឯងទៅជាង10ឆ្នាំហើយសរុបទៅឯងផ្ញើដំណឹងមកតែប្រហែលដងប៉ុណ្ណោះម៉ែស្មានថាឯងសម្លាប់សត្រូវសាងគុណសម្បត្តិមានគេឈ្មោះស្មានមិនដល់ថារស់នៅលំបាកយ៉ាងនេះសោះខ្ញុំក៏ចង់សរសេរសុទ្ធបុត្រជូនអ្នកម៉ែដែរតែអ្នកម៉ែមិនចេះអក្សរខ្ញុំគឺមិនចង់ឲ្យតកុលហើយសុទ្ធបុត្រដឹកខ្ញុំសរសេរជូនអ្នកម៉ែទេត្រកូលគឺអន់យ៉ាងណាក៏គេបានយកបណ្ដាការរបស់ត្រកូលគឺទៅជួយដល់គ្រួសារស៊ីវដែរបណ្ដាការរបស់គេទៅណាអស់ខ្ញុំមិនដឹងទេខ្ញុំក្បាលទល់មេឃជើងទល់ដីអន់យ៉ាងណាក៏មិនអាច
យកបណ្ដាការប្អូនថ្លៃទៅឲ្យប្រពន្ធដែរ សិវយានអ៊ីជាស្ត្រីមេម៉ាយម្នាក់គ្រួសារបែកបាក់អស់ទ្រព្យសម្បត្តិលក់អស់ទៅហើយឯងនៅស្រឡាញ់គេយ៉ាង ខ្ញុំ នេះ គឺ ទៀ ស្រ ត ឡាញ់គេក្រៅពីគេហើយណាស់ណាក៏ខ្ញុំមិនចង់រៀបការដែរ អើយកូនប្រុសហើយកូនប្រុសអ្នកម៉ែស្រឡាញ់ឯងនឹងប្រុសពៅជាងគេតែចាប់តាំងពីពួកឯងរៀបការហើយគឺគិតតែពីប្រពន្ធមានរឿងអ្វីក៏និយាយជាមួយប្រពន្ធដែរមិនខ្វល់នឹងម្ដាយដូចជាម៉ែនេះទៀតទេ កូនប្រុសបកលគ្រួសារហើយគឺគួរតែបែបនេះទោះបីជាថ្ងៃក្រោយចែកឋានលោកឪពុកនិងអ្នកម៉ែបញ្ចុះសពរួមគ្នាពួកកូនក៏ត្រូវបញ្ចុះជាមួយនឹងប្រពន្ធដែរក៏មិនអាចឲ្យអ្នកម៉ែយើងបញ្ចុះជាមួយគ្នាដែរអូខ្ញុំយល់ហើយអ្នកម៉ែគឺស្ញប់ស្ញែងពួកយើងដែលមានគូ ម៉ែស្ញប់ស្ញែងពួកឯងហ៎ លោកឪពុកឆាប់ចែកឋានអ្នកម៉ែឯកោខ្ញុំដឹងអ្នកម៉ែគឺមានអ្នកណាម្នាក់ដែរទេបើសិនជាមានរៀបការជាមួយគ្នាតែម្ដងទៅយើងជាកូនចៅគឺមិនហាមគាត់ដាច់ខាត ឯងនិយាយផ្ដេសផ្ដាស់ស្អីហ្នឹងម៉ែមិននិយាយថាចង់រៀបការដែរទេហ៎អាកូនជងាយឯងនេះ មិនខ្មាក់អៀនទេអ្នកម៉ែអត់ព្រោះតែគ្រួសារឈឹងកូនបានឃើញអស់ហើយបើអ្នកម៉ែចង់រៀបការខ្ញុំនិងប្អូនប្រុសមិនប្រឆាំងនោះទេហើយអ្នកម៉ែបង្កើតកូនប្រុសកូនស្រីថ្មីខ្ញុំច្បាស់ជាទុកពួកគេជាបងប្អូនហើយ ម៉ែល្អល្អណាស់បើឯងទៅមុនម៉ែប្រកាសជារកគ្រួសារល្អមួយឲ្យប្រពន្ធឯងរៀបការម្ដងទៀតដល់ពេលនោះបកកើតកូនមួយក្រុមទៀត នោះមិនខ្លាចទេយានអ៊ីមិនមែនជាមនុស្សដែលបានធ្វើចោលចាក់ទេ ឯងឆាប់ចេញទៅអាកូនអាកាត់ញូឯងនេះថ្ងៃនេះម៉ែត្រូវតែវាយឯងឲ្យស្លាប់ឯងចេញទៅឯងចង្រៃ នេះម៉ែបានហើយនេះម៉ែ ចេញទៅមើលតែលោកពុកបឈើលោកយាយចុះនៅតែម៉ែបកាយជាងដល់ដែរធ្វើឲ្យប្តីប្រយុទ្ធដើម្បីខ្លួនឯងចាំបាច់ឲ្យខ្លួនឯងមកចេញកញ្ញាំនៅមុខលោកយាយដែរទេឯងមានន័យថាទាំងអស់នេះសុទ្ធតែជាល្បិចរបស់ម៉ែមែនទេក្នុងនាមជាមនុស្សស្រីលួចស្ដាប់គេនិយាយហើយមានចេតនាសង្ស័យចាស់ទុំទៀតពិតជាប្រទេសផ្ដាស់ណាស់រៀបដៃចេញមកចាប់ពីថ្ងៃស្អែកទៅនៅនេះនៅក្នុងបន្ទប់ចម្លងសិភៅក្បួនសិលធម៌ចម្លងមិនចាប់គឺមិនឲ្យចេញក្រៅប៉ុន្តែលោកពងនិយាយថាបនឆាន់យេនមានពិធីចង្គៀងគមដល់អ៊ូអស់ជាង10ឆ្នាំមិននេះខ្ញុំមិនដែរទៅទេទុកឲ្យចាស់ទុំជាអ្នកសម្រេចឯងនៅក្នុងផ្ទះរៀនសូត្រឲ្យបានល្អទៅគឺបានហើយណាអ្នកម៉ែគឺយកបន្តឡើងមករកចំណុចខុសរបស់ខ្ញុំអ្នកនាងយល់ច្រឡំនឹងអ្នកស្រីហើយអ្នកស្រីយកបន្តមកមិនមែនព្រោះតែវាយអ្នកនាងទេអ្នកស្រីគឺអាណិតអ្នកនាងណាគ្រាន់តែកំពុងតែខឹងតែប៉ុណ្ណោះខ្ញុំនឹងទៅបញ្យល់គាត់ម្ដងទៀតអ្នកនាងកុំពិបាកចិត្តអីមានអ្វីត្រូវពិបាកចិត្តទៅខ
ខ្ញុំក៏មិនខ្វល់ថាណាម៉ែក៏យ៉ាងម៉េចចំពោះខ្ញុំដែរប្លំលោកដែលថាម្ដាយស្លូតបោកកូនកតញ្ញូនោះគឺមិនមែនជារបស់ខ្ញុំនោះទេម៉ែមិនធ្លាប់មានទៅហើយច្បាស់ជាមិនអាចព្រោះតែបាត់បង់ហើយយល់ថាពិបាកចិត្តនោះទេអាយ៉ាតាបងយ៉ាងម៉េចហ្នឹងអាយ៉ាឬមួយកត្រីអ្នកម៉ែវាយទេយ៉ាងម៉េចហ្នឹងអ្នកម៉ែចំណែនពួកយើងដែលស្រឡាញ់គ្នាបងចិត្តល្អបញ្យល់ឲ្យគាត់រៀបការទៀតផងប្រាប់ឲ្យអ្នកម៉ែរៀបការម្ដងទៀតអីខុសដែរបងឃើញថ្មីនេះគាត់ច្រឡោតណាស់ប្រហែលជាដល់ពេលវេលាបដូរវ័យហើយអ្នកម៉ែនិយាយត្រូវនេះខ្ញុំគួរតែវាយបងថែមទៀតណាវាយថែមទៀតហើយពេលនោះខ្ញុំយល់ថាកូនប្រុសអាចចូលធ្វើកងទ័ពបានអប់រំមិនបានល្អប្រាស្រ័យគឺបំផ្លាញធ្ងន់គឺនាំទុកដល់អ្នកទេកូនស្រីទោះបីជាកងកាច់បន្តិចតែពួកយើងគឺអាចការពារគេបានម្យ៉ាងទៀតនៅក្នុងសមរភូមិអាវុធគឺគ្មានផ្នែកទេក៏មិនចង់ឲ្យគេរងទុក្ខវេទនានឹងពួកយើងដែរតែខ្ញុំស្មានមកដល់ថាសមត្ថភាពដែលនាវបង្កឡើងនេះមិនចាញ់កូនប្រុសអីបន្តិចសោះខ្ញុំស្ដាយក្រោយខ្លាំងណាស់ដែលទុកកូនឲ្យនៅតកូលកើរៀនទម្លាប់អាក្រក់កុំឲ្យឆេឆាវកុំខឹងអីបើតកូលកើអប់រំមិនបានល្អទៅហើយពួកយើងអប់រំតាមស្រួលនេះគឺមិនបានទេណាតែខ្ញុំមិនអប់រំឬមួយក៏ចាំឲ្យគ្រួសារប្តីគេតែអប់រំទេបងមើលរបស់នេះទេនេះជាស្អីទៅម្សិលមិញបំពង់ផ្សែងនៅក្នុងផ្ទះមិនចេញផ្សែងខ្ញុំយល់ថាមិនស្រួលទេក៏តែសុំការណែនាំពីទេវតានេះគឺនាវកូនរបស់បងលួចបំពង់ផ្សែងធ្វើខ្មោចធ្វើព្រាយបំពេញអ្នកម៉ែគេគឺមើលដឹងថាអ្នកម៉ែអត់ជំនឿគឺមានចេតនាប្រាល្បិចនាវកូនពួកយើងពិតជាឆ្លាតមែនរឿងនេះក៏ចេះដែរមែនបងនៅការពារគេទៀតបើគេជាកងកម្លាំងរបស់ខ្ញុំនឹងអូគេចេញទៅវាយនឹងដំបងហើយណាខ្ញុំមើលទៅខោអាវរបស់នាវមិនល្មមខ្លួនទេឯងទៅយកម៉ែតនៅក្នុងបន្ទប់ខ្ញុំមកពេលវ៉ារួចហើយចាំកាត់ប្រមាណឈុតឲ្យគេទៀតតែយកទេបងដឹងថាអូនចង់ប៉ះពើចង់អប់រំគេឲ្យបានល្អតែចិញ្ចឹមទ័ពត្រូវ